បាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅដល់ពុកម៉ែបងប្អូនវីដេអូនេះគឺខ្ញុំចង់ចែករំលែកអំពីបញ្ហាម៉ូតូដែលហុយបញ្ហាម៉ូតូហុយគឺបងប្អូនទាំងអស់គ្នាតែងតែប្រើប្រាស់នៅម៉ូតូមិនថា Dream មិនថា Wheel ឬមិនថាក្រុមហ៊ុនណាទេគឺតែងតែមានបញ្ហាយើងប្រើយូរទៅវាអស់ក្បាច់សឹករិចរិលហើយបងប្អូនស្រឡាញ់ម៉ូតូណាបងប្អូនមានមិនថាខ្ញុំមិនថាអពូមីទេគឺស្រឡាញ់ម៉ូតូទាំងអស់គ្នាគឺដល់ពេលវាហុយអពូមីមានតែយកមកឲ្យជាងធ្វើពេលដែលយកមកឲ្យជាងធ្វើហើយជាងធ្វើហើយពេលដែលគាត់យកទៅប្រើប្រាស់វិញហ្នឹងគឺនៅតែហុយដល់តែបាទជាងធ្វើអស់4 10 20ម៉ឺនហើយម៉ូតូអាការៈវាគឺនៅតែហុយដល់តែបញ្ហានេះគឺខ្ញុំចង់បកស្រាយខ្លះអំពីបញ្ហាជាងធ្វើហើយនៅតែហុយបញ្ហាទាំងនេះគឺជាបញ្ហាមួយដែលពុកម៉ែមានមិនសប្បាយចិត្តព្រោះយើងធ្វើអស់ទាំងលុយហើយគឺវានៅតែហុយបាទហើយពុកម៉ែបងប្អូនតាមដានវីដេអូនេះឲ្យបានចប់ដើម្បីដឹងថាមូលហេតុអីបានហុយអញ្ចឹងពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាអញ្ចឹងម៉ូតូនេះខ្ញុំបានធ្វើវារួចហើយក៏ដាក់វាចូលបានស្អាតដែរម៉ូតូនេះគឺពេលដែលខ្ញុំធ្វើគឺវាអត់មានបញ្ហាអីទេខ្ញុំម៉ូតូនេះគឺខ្ញុំសៃស្មីគឺច្បាប់ធ្វើអីថ្មីបាទហើយខ្ញុំរៀបចូលវិញហ្នឹងវាស្អាតអស់ហើយប៉ុន្តែបញ្ហាម៉ូតូនេះគឺវានៅតែហុយបាទបញ្ហាម៉ូតូនេះគឺវានៅតែហុយបញ្ហាម៉ូតូនេះគឺវានៅតែហុយបាទហុយមូលហេតុអីមកពីកំពង់ស៊ីម៉ាំងនេះកំពង់ស៊ីម៉ាំងគឺដោយសារតែកំពង់ស៊ីម៉ាំងពេលដែលពុកម៉ែបងប្អូនប្រើម៉ូតូឃើញហុយបន្តិចឃើញហុយលបាយចាញ់ផ្សេងបន្តិចហើយបងប្អូនពុកម៉ែគាត់បើសិនជាគាត់ឆាប់មកដូរឲ្យជាងធ្វើសៃសមីដាក់វត្តថ្មីអាហ្នឹងវាអត់មានបញ្ហាទៅលើកំពង់ស៊ីម៉ាំងទេពេលដែលពុកម៉ែបងប្អូនចេះតែជិះរហូតដល់1ថ្ងៃចាក់ប្រេងបាត1ថ្ងៃ2ថ្ងៃអស់1ថ្ងៃ2ថ្ងៃអស់អញ្ចឹងប្រេងបាតនេះគឺវាប្រេងបាតវាហូរចូលមកនឹងកំពង់ស៊ីម៉ាំងនេះធ្វើឲ្យពេលដែលជាងធ្វើហើយពេលដែលជាងដាក់កំពង់ស៊ីម៉ាំងនេះទៅវិញគឺបណ្ដាលឲ្យវាហុយព្រោះអីវាឆេះប្រេងបាតនៅក្នុងនេះវាឆេះប្រេងបាតនៅក្នុងនេះពេលដែលវាឆេះប្រេងបាតនៅក្នុងនេះធ្វើឲ្យការបន្ទប់បញ្ឆេះរបស់វាបានល្អហើយប៉ុន្តែវាមកឆេះនៅក្នុងប្រេងបាតនៅក្នុងនេះធ្វើឲ្យវាហុយដែរបាទធ្វើឲ្យវាហុយដែរអញ្ចឹងបងប្អូនពុកម៉ែកុំខាតពេលយូរបងប្អូនពុកម៉ែមកមើលថាខ្ញុំរៀបហ្នឹងតើវាបានហុយហើយឬនៅហើយពេលដែលខ្ញុំដាក់កំពង់ស៊ីម៉ាំងហ្នឹងវាហុយឬមួយក៏វាមិនហុយហើយពេលដែលខ្ញុំដោះកំពង់ស៊ីម៉ាំងចេញពេលដែលខ្ញុំរូវាអត់មានហុយទេអញ្ចឹងពេលដែលខ្ញុំដាក់កំពង់ស៊ីម៉ាំងនេះចូលគឺវាមានអាការៈហុយអញ្ចឹងបងប្អូនពុកម៉ែទស្សនាទាំងអស់គ្នាថាម៉ូតូនេះអាការៈវាហុយឬមិនហុយហើយបងប្អូនពុកម៉ែចាំមើលតើវាហុយចេញពីកំពង់ស៊ីម៉ាំងដែលយើងបានដោះចេញតើវាហុយដែរអត់ពេលដែលយើងបញ្ឆេះពេលដែលយើងធ្វើគ្រឿងក្នុងនេះបានស្អាតហើយចាំមើលតើវាហុយដែរអត់ឥឡូវបងប្អូនពុកម៉ែចាំទស្សនាទាំងអស់គ្នាខ្ញុំបញ្ឆេះឲ្យមើលឥឡូវយើងកាច់សមក
បាទដល់lâuខ្ញុំបានដាក់កំពង់ស៊ីម៉ាំងរួចហើយបងប្អូនចាំមើលខ្ញុំបញ្ឆេះតើវាមានអាការៈមិនហើយបងប្អូនចាំទស្សនាទាំងអស់គ្នាតើវាមានការឆេះរបស់វាហ្នឹងវាហុយផ្សេងឬមួយក៏វាបាត់កាមេរ៉ាមែនមកកន្លែងកំពង់ស៊ីម៉ាំងនេះដើម្បីឲ្យពុកម៉ែបងប្អូនយើងគាត់បានទស្សនាថាពេលដែលយើងឬរួចហ្នឹងវាផ្សេងមិនហើយពេលដែលយើងដាក់កំពង់ស៊ីម៉ាំងហ្នឹងវាផ្សេងមិនបាទពុកម៉ែបងប្អូនបានឃើញអាការៈម៉ូតូនេះហើយម៉ូតូនេះពេលដែលយើងដាក់កំពង់ស៊ីម៉ាំងហ្នឹងទៅហុយខ្លាំងមែនទេអញ្ចឹងបងប្អូនពុកម៉ែទាំងអស់ដែលយកម៉ូតូមកឲ្យជាងធ្វើពុកម៉ែបងប្អូនកុំគិតថាជាងធ្វើមិនល្អមុននឹងថាជាងធ្វើមិនល្អហ្នឹងសូមឲ្យពុកម៉ែបងប្អូនបើចង់ដឹងច្បាស់ដោះកំពង់ស៊ីម៉ាំងចេញសិនហើយយើងជីតើអាការៈវាហុយចេញពីម៉ាស៊ីនឬមួយហុយចេញពីកំពង់ស៊ីម៉ាំងពេលដែលយើងបើសិនជាជីទៅមានអាការៈហុយចេញពីម៉ាស៊ីនសូមឲ្យពុកម៉ែបងប្អូនឲ្យជាងមើលម្ដងទៀតតែបើសិនជាដោះកំពង់ស៊ីម៉ាំងហើយវាបាត់ហុយមានន័យថាវាហុយនឹងកំពង់ស៊ីម៉ាំងនេះទេអញ្ចឹងពុកម៉ែបងប្អូនកុំបន្ទោសជាងថាឲ្យជាងធ្វើមិនល្អឬមួយក៏គាត់ដាក់មិនអីអត់ល្អអត់មែនទេគឺដោយសារកំពង់ស៊ីម៉ាំងពុកម៉ែបងប្អូនជីបាទឲ្យតែលក្ខណៈថាមុននឹងយកឲ្យជាងធ្វើឲ្យតែម៉ូតូនោះចាក់ប្រេងបាត់ក្នុងមួយថ្ងៃពីរថ្ងៃហ្នឹងវាអស់មួយថ្ងៃពីរថ្ងៃវាយើងចាក់ចំនួន5ថ្ងៃ3 4ថ្ងៃហ្នឹងវាអស់ពេលដែលជាងធ្វើគឺអាការៈវាគឺដឹងតែហុយចេញពីកំពង់ស៊ីម៉ាំងអញ្ចឹងតើអាការៈដែលវាហុយនេះតើប៉ុន្មានខែបាត់ខ្ញុំវាយយ៉ាងតិចជីវាយយ៉ាងតិចដែលអាការៈដែលវាហុយបាត់នេះចេញពីកំពង់ស៊ីម៉ាំងគឺយ៉ាងតិចណាស់ក៏3ខែបានវាអាការៈវាបាត់ហុយអញ្ចឹងពេលដែលវាឆេះយូរទៅក្នុងកំពង់ស៊ីម៉ាំងហ្នឹងគឺវាអស់ទៅប្រេងដែលយើងជីមិនទាន់បានរើហ្នឹងវាយកមកទុកក្នុងនេះយកទុកក្នុងកំពង់ស៊ីម៉ាំងហ្នឹងវាអស់កាលណាតែវាអស់វានឹងបាត់ផ្សេងអូតូដល់ខ្លួនវាហើយវីដេអូនេះក៏វិញដែរហើយសូមអរគុណសម្រាប់ការទស្សនាតាមដានហើយសូមពុកម៉ែបងប្អូនសូមជួយចុច Subscribe ដូចជារូបកណ្ដឹងបាទឲ្យខ្ញុំមួយផងដើម្បីខ្ញុំធ្វើវីដេអូថ្មីជូនពុកម៉ែបងប្អូនទស្សនាផងដែរបាទជាចុងក្រោយក៏សូមអរគុណនិងសូមជម្រាបលាបាទ